Buddhang saranang gacchami Dhammang saranang gacchami Sanghang saranang gacchami Buddhang saranang gacchami Dhammang saranang ម្ដុំទៀតអាណាគាត់វាយូរទៅវាកប់ដីយូរគេហៅស្អីស៊ីលមិនផុសស៊ីលកណាអាហ្នឹងវាកើតទៅជាវាបំលែងវាបំលែងคล้ายទៅជាថ្មបើកណាអញ្ចឹងមកកណាជ្រើសរើសយកឈើនឹងយកមកធ្វើដោយសារវាធន់នឹងទឹកធន់នឹងដីធន់នឹងក្តៅធន់នឹងថ្ងៃកណាសំខាន់បានឈើធំកណាធំហើយប្រើបានកណាអត់ទាំងគល់កណាមកទាំងគល់កុំអីយកទាំងមេឃមកប៉ុន្តែអត់កើតគ្រូដោយសារតែមុខមូលហេតុដែរកណាកណានៅគិតថាអញ្ចេះកណានៅគិតថារបស់ដែលវាកាន់តែចាស់ធម្មតាវាកាន់តែចាស់វាកាន់តែបុរាណហើយមែនទេដល់វាកាន់តែបុរាណវាក៏កាន់តែទាន់សម័យកណាអញ្ចឹងហើយក៏កណាអត់ចាំងអត់ធ្វើអីទេយកវាអញ្ចឹងទៅទុកវាជាមរតកឲ្យលាបថ្នាំលាបអីថាកុំឲ្យលាបកុំអីទុកអញ្ចេះហើយវាអត់ខូចទេអានេះនោះកណាលាបថ្នាំទៅបាត់សម្រស់របស់វាកណាវាអត់ទេអត់មានបៀតបៀនទេអានឹងផ្ចឹកវាបកកែអញ្ចឹងធម្មជាតិរបស់វាកណាជាតិជាឈើផ្ចឹកនេះសត្រាវកណាសត្រាវនេះប៉ុនsaranang gacchami Dhammang saranang gacchami Sanghang saranang gacchami Buddhang saranang gacchami Dhammang saranang gacchami Sanghangអានេះបើវាទាញអត់បានទេយើងមានដៃខ្វះដាក់ចូលយើងប្រើមនុស្សតែ4នាក់ចាប់ទាញមកជុំមកកម្មនេះបាន4កាក់ទៀតវាអត់ធ្លាក់ទៅវិញដោយសារវាមានកម្មកើតឡើងវាមានលក្ខណៈវារុញណាកណាមានកន្លែងទប់កណាអានឹងខ្លាំងណាស់ទៀតធ្វើប្រព័ន្ធបណ្ឌសយើងឲ្យគ្នាជា3អីកោទាញមកបានដែរមនុស្ស4 5នាក់មកពឺកណាទេអានេះបកកែណាកណាព្រះអង្គម្ចាស់គ្រូមានមន់ហើយបង្ហាញនេះគឺទាដែលទូចរបៀបបុរាណទូចសឡើងញាតិញោមលើកសកលាដែលថតបង្ហាញមិញហ្នឹងគឺនឹងឯសម្ភារៈហើយដែលព្រះបដីព្រះប្រធានព្រះអង្គច្នៃប្រឌិតតាមបុរាណហើយនេះគឺព្រះអង្គបង្ហាញសំណេះសំណាលជាមួយលោកម្ចាស់ព្រះអង្គម្ចាស់គ្រូហសិង្ហៃព្រះអង្គនិមន្តដើម្បីបទធម៌ចប់និមន្តហើយតូតទស្សនាទីធ្លាទាំងអស់ក្នុងវត្តពោធិ៍7ដើមគឺព្រះអង្គមានសេចក្តីជ្រះថ្លាខ្លាំងភាសាដែលរចនាបទរបៀបបុរាណច្រើនមិនទាន់សម័យគឺណាអានឹងនេះវាតាអានឹង